បងប្អូនទាំងអស់គ្នាមានធ្លាប់កត់សម្គាល់មើលអត់ប្រភេទលេការពារកម្ដៅថ្ងៃខ្លះក៏ដាក់ថា lotion gel ហើយនិង cream តើ3ហ្នឹងមានលក្ខណៈខុសគ្នាបែបម៉េចសម្រាប់ប្រភេទ gel គឺគេសម្ដៅទៅលើអ្នកដែលគាត់មានស្បែកមុខព្រេងហើយមុខរបស់គាត់ហ្នឹងងាយនឹងឡើងមុនអញ្ចឹងគេតម្រូវទៅតាមស្ថានភាពស្បែកមុខរបស់គាត់ហើយសម្រាប់ពពួក cream វិញ cream គឺអ្នកដែលគាត់មានស្បែកមុខស្ងួតងាយនឹងប្រតិកម្មប្រភេទ cream ទប់សំណើមបានយូរការពារស្បែកយើងពីការស្ងួតអញ្ចឹងពេលដែលស្បែកយើងអត់ស្ងួតអត់ងាយនឹងឡើងរោលទេចំណែកឯ lotion វិញលក្ខណៈពិសេសត្រង់ថាប្រើបានគ្រប់ប្រភេទស្បែកហើយជាពិសេសស្បែកអ្នកដែលគាត់ងាយនឹងប្រតិកម្មមែនទែនគោលដៅនៃការប្រើប្រាស់ shadow ប្រភេទ gel ហ្នឹងគឺយើងលាបជារៀងរាល់ថ្ងៃដើម្បីការពារពេលដែលយើងចេញទៅណាម្ដងម្កាលអញ្ចឹងទៅហើយសម្រាប់ប្រភេទ cream គឺអ្នកដែលគាត់អាសាចេញទៅក្រៅញឹកញាប់ត្រូវជាមួយនឹងកម្ដៅថ្ងៃចំណែកឯ shadow 80 បូកជាប្រភេទ lotion នេះគឺអ្នកដែលគាត់ដូចជាទៅមុជទឹកសមុទ្រឬក៏គាត់ដេកសម្រាលនៅជាមួយនឹងកម្ដៅថ្ងៃជី ski ជីអីហ្នឹងណាគឺគេប្រើប្រភេទ lotion 80 បូកហ្នឹងហើយដូច្នេះសម្រាប់បងប្អូនដែលមានតម្រូវការទៅលើការប្រើប្រាស់នៅពពួកលេការពារកម្ដៅថ្ងៃមិនថាប្រភេទណាមួយបងប្អូនអរគ្នាអាចធ្វើការឆាតមកកាន់ page ឬក៏ឆាតមកកាន់លេខ Telegram ដើម្បីទទួលការបញ្យល់ណែនាំលម្អិតពីការប្រើប្រាស់ផលិតផលនីមួយៗឲ្យបានច្បាស់លាស់